ខ្ញុំឈ្មោះអេងមេងខុងខ្ញុំចាប់ផ្ដើមរត់ក្នុងរយៈពេលក្នុង6ឆ្នាំហើយតាំងពីសម័យកូវីដដាច់កូវីដមកខ្ញុំចាប់ផ្ដើមរត់បាទដល់បងប្អូនពុកម៉ែឲ្យសារខ្ញុំមានជំងឺទឹកនោមផ្អែមអញ្ចឹងខ្ញុំត្រូវការរត់ហាត់ប្រាណចាប់ដល់ដំបូងគឺមានផលពិបាកខ្ញុំរត់ចាប់ពី1គីឡូហើយមួយខែក្រោយខ្ញុំរត់ឡើង2គីឡូ3គីឡូចេះឡើងរហូតណារហូតដល់ឥឡូវប្រហែលជា6ឆ្នាំហើយតិចតួចទៅយើងចិត្តតែព្យាយាមវាតទៀតណាបាទព្យាយាមវាទៅវាក៏បាត់ទៅធម្មតាទៅជួយដល់សុខភាពយើងអត់ចាំបាច់លេបថ្នាំអីប្រចាំថ្ងៃអីសម្រាប់ទឹកនោមផ្អែមរបស់យើងហើយយើងតอมចំណីអាហារខ្លះទៅណាទៅយើងវាក៏សុខភាពវាធូរស្រាលទៅអញ្ចឹងទៅខ្ញុំសូមសំណូមពរឲ្យក្មេងៗទាំងអស់គ្នានឹងខំប្រឹងហាត់ប្រាណដើម្បីសុខភាពទាំងអស់គ្នាបើយើងអត់ហាត់ប្រាណទេវាជួបនឹងបញ្ហាសុខភាពហ្នឹងហើយថយជាស្ករយើងអត់ចាំបាច់លេបថ្នាំទេគឺវាចុះមកដោយយើងការហាត់ប្រាណរបស់យើងហ្នឹងអត់ចាំបាច់យើងព្យាយាមលេបថ្នាំទេសំខាន់ជាងគេយើងព្យាយាមតស៊ូហាត់ប្រាណឲ្យដល់ស៊ូអាហ្នឹងបានទៅរួចបើយើងអត់ស៊ូទេគឺអត់ទៅរួចទេការហាត់ប្រាណហ្នឹងគឺវាត្រូវការយើងអត់ធ្មត់ណាតែ3អស់ឲ្យត្រឹម28